បន្ទាប់ពី40ថ្ងៃហើយបងប្អូនបានផលហើយបងប្អូននិយាយទៅមកតោងផ្លែមួយតែម្ដងបាទផ្លែអូតកៅឡើងដល់មើលស្នាមតកៅវាធម្មជាតិសត្វ 100% បងប្អូនបាទកាត់មកច្រើនពេកណាកាត់មកបាទនេះបងប្អូនអត់ទឿបាទនេះគឺធម្មជាតិបងប្អូននេះគឺស្ងួតល្អមែនទេខ្ញុំយកដើរចិនកន្លែងវាអានេះស្ងួតល្អមែនទេមានន័យថាអត់ទៅបានស្រោចទឹកហើយនេះធម្មជាតិបងប្អូនកាត់មកវាជិះវាចាស់ហ្នឹងហើយដល់ពេលពូជតង់ទី2គឺអត់សូវផ្លែទេនេះពូជតង់ទី1ពូជកញ្ចប់យើងទិញពូជកញ្ចប់តែម្ដងបងប្អូនដល់ពេលចឹងផ្លែល្អហើយដំណាំរបស់យើងនេះតូចនេះល្អមែនទេនេះដាក់មកកាត់តែចិនលហុងណាកាត់អស់ហើយថ្ងៃនេះយើងកាត់ហើយយើងស្រោចទឹកវាបងប្អូនយើងអត់ស្រោចទឹកទេអន់ហើយដោយសារយើងធ្វើកន្លែងនេះវាទូលពេកបងប្អូនត្រូវការស្រោចទឹករងថ្ងៃបងហើយចេកយើងចាប់ដាំអន់ដោយសារយើងដាំនៅលើទូលនេះចេកអន់ចេកបាទអ្នកស្រោចទឹកនេះអត់បានមក2ថ្ងៃទេស្រោចទឹកអត់បានមក2ថ្ងៃតែដាំចឹងអន់អស់ហើយនេះតបែករបស់យើងបងប្អូនតបែកគឺឡើងត្រួយល្អខាងទេបងប្អូនមើលនេះបងប្អូន BM36 បាទមេជីរបស់ខ្ញុំតែខ្ញុំលក់រាល់ថ្ងៃឡើងសាហាវតែម្ដង BM36 ខ្ញុំបាទនេះ BM36 របស់ខ្ញុំឡើងល្អមែនទែនគឺមួយទឹកខ្ញុំស្រោចម្ដងបាទខ្ញុំសម្បូរបាទនេះបងឃើញឡើងតបែកឡើងល្អមែនទែនឡើងល្អតែនេះតបែកយើងនេះ BM36 បាទគឺឡើងល្អមែនទែនហើយគ្រប់ដើមម្ដងមកដើមធំរបស់ខ្ញុំនេះអានេះល្មុតយៈបាទគឺចេញត្រួយចេញអីមកស្អាតមែនទែនបាទនោះស្វាយធំនេះខ្ញុំបានស្រោចអថារួចហើយដែរហើយជុំវិញទាំងអស់បាទល្អទាំងអស់បងប្អូន BM36 ខ្ញុំគឺប្រភេទមេជីស្រោចគល់ក្នុងមួយធុង5លីត្រយើងអាចលាយទឹកបានពី3000លីត្រទៅ5000លីត្របងប្អូនគឺស្រោចទឹកល្អណាស់បងប្អូនស្រោចកូនដំណាំណាបាទហើយនេះបងប្អូនមើលត្បែកឡើងមើលស្វាយនៅក្នុងនេះអត់ទាន់បានរើអត់ទេហើយនេះណណងរបស់ខ្ញុំកំពុងតឡើង2-3ទ្រើងតែយើងអត់ទាន់បានធ្វើទ្រើងរួចនេះបានផលបានផ្លែហូបទៀតដែរច្រើនណាហ្នឹងហើយស្វាយចិត្តមែនទែនបងប្អូនឥឡូវគឺយើងបានច្រើនហើយបាទដំណាំយើងចាប់បានច្រើនហើយយើងស្រោចទឹកយើងដាក់ជីរាល់ថ្ងៃអត់ដាក់ជីរាល់ថ្ងៃស្រោចទឹករាល់ថ្ងៃហើយដាក់ជីមួយអាទិត្យម្ដងយើងកាត់10ថ្ងៃម្ដងបងប្អូនមើលល្អមែនទេណាបាទហើយដំណោគឺយើងផ្លែហូបអស់ច្រើនមែនទេបាទស្វាយបងប្អូនមើលស្វាយធម្មជាតិបងប្អូនបាទធម្មជាតិ